យញើគឺជាឱសថទឹកលេខ1ព្យាបាលឈឺសន្លាក់និងព្យាបាលជំងឺទឹកនោមផ្អែមរុក្ខជាតិមួយប្រភេទនេះល្បីយូរមកហើយដែរហើយក៏មានអ្នកហូបត្រូវនិងទទួលបានលទ្ធផលល្អបានជាច្រើនអ្នករួចមកហើយដែរមុននឹងដឹងពីវិធីធ្វើខ្ញុំសូមណែនាំពីរុក្ខជាតិមួយប្រភេទនេះសិនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកការសិក្សាជាច្រើនបានឲ្យដឹងថាផ្លែញជាឱសថព្យាបាលរោគដ៏មានប្រសិទ្ធភាពផ្លែញមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងទឹកញប្រឆាំងនឹងរ៉ាឌីកាល់សេរីជួយប្រឆាំងជំងឺមហារីកបន្ថយស្ត្រេសជំងឺរលាកសន្លាក់អាចព្យាបាលជំងឺទឹកនោមផ្អែមនិងបង្កើនថាមពលនិងជំនួយផ្លូវភេទទៀតផងវិធីធ្វើបេះផ្លែញណាចាស់ដែលមានពណ៌លឿងមកលាងទឹកឲ្យស្អាតចិតជាចំណិតដាក់ស្ករសចូលឬទឹកឃ្មុំក៏បានដាក់លៃតាមបរិមាណនៃក្រឡរបស់អ្នកទុករយៈពេលយ៉ាងតូចណាស់ក៏កន្លះខែទៅ1ខែដែរចាំស្រិតទឹកវាយកពិសា1ដង1ស្លាបព្រាបាយ1ថ្ងៃ2ដងវិធីមួយទៀតនោះយកផ្លែញល្អលាងឲ្យស្អាតទុកឲ្យស្រស់ទឹកបន្ទាប់មកទៀតដាក់ក្នុងក្រឡមួយដាក់ត្រាំជាមួយនឹងស្រាស2លីត្រទុករយៈពេល1ខែចាំទទួលទានកន្លះពែង2ដងក្នុង1ថ្ងៃអាចជ្រើសរើសយកវិធីមួយណាមកព្យាបាលក៏បានដែរជាច្រើនហើយដែរទើបចែករំលែកសូមចែករំលែកនិងប្រាប់តគ្នាផងដំណឹងថ្មីនឹងការណែនាំសម្រាប់សុខភាពលោកអ្នកដ៏ល្អនោះនឹងមាននៅវីដេអូក្រោយសូមចែករំលែកជាចំណេះដឹងនិង follow page ដើម្បីបានដំណឹងថ្មីអរគុណ